គេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញតកតងទៅនឹងសកម្មភាពថ្ងៃចុងសប្តាហ៍របស់ខ្ញុំបាទតើខ្ញុំធ្វើអីគេខ្លះនៅក្នុងថ្ងៃចុងសប្តាហ៍របស់ខ្ញុំបាទអញ្ចឹងជាធម្មតាគឺខ្ញុំរៀបចំតុកន្លែងការងារផងខ្ញុំបាទគឺដើម្បីឲ្យវាមានសកម្មភាពឲ្យរៀបរយដើម្បីឲ្យយើងផ្ដោតអារម្មណ៍ធ្វើការទៅគឺបានស្រឡះបាទអញ្ចឹងគឺខ្ញុំរៀបចំបាទកន្លែងជុំវិញហ្នឹងឲ្យមើលទៅវារៀងទលាយហើយបន្ទាប់មកខ្ញុំក៏បាទរៀបចំដាក់ភ្លើងបាទដើម្បីបញ្ចាំងទៅកន្លែងយើងបណ្ឌិតឯកសារក៏ដូចជាកន្លែងយើងអង្គុយបាទដើម្បីវារៀងភ្លឺស្រឡះងាយស្រួលមើលយកកាបូបខ្ញុំដាក់ទៅកន្លែងផ្សេងដើម្បីយកកន្លែងអង្គុយធ្វើការបាទអញ្ចឹងរៀបចំកន្លែងកុំព្យូទ័រទីតាំងវាដើម្បីស្រួលពិនិត្យមើលឯកសារផ្សេងអញ្ចឹងបន្ទាប់មកខ្ញុំក៏រៀបចំបាទកន្លែងរូបថតរបស់ខ្ញុំបាទថតដែលខ្ញុំចូលចិត្តគឺខ្ញុំដាក់នៅទល់មុខរបស់ខ្ញុំតែម្ដងដើម្បីឲ្យយើងមានអារម្មណ៍បាទ fresh បាទមើលទៅចង់ធ្វើការបាទនិយាយលេងបាទអញ្ចឹងខ្ញុំក៏បើកភ្លើងបាទដើម្បីតេស្តមើលថាតើពលិប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ទៅបាទអញ្ចឹងតមកខ្ញុំក៏បាទមកអង្គុយដើម្បីអានសៀវភៅជារៀងរាល់សប្តាហ៍ខ្ញុំចូលចិត្តអានសៀវភៅបាទហើយក៏ប៉ុន្តែមែនតើជារៀងរាល់សប្តាហ៍ទៀតខ្ញុំអានសៀវភៅរាល់ថ្ងៃដែរប៉ុន្តែចុងសប្តាហ៍ខ្ញុំអានច្រើនជាងគេសារយើងមានពេលទំនេរច្រើនអញ្ចឹងសៀវភៅដែលខ្ញុំអាននេះគឺវាជួយបដោះគំនិតក៏ដូចជាកសាងនៅទំនុកចិត្តផ្សេងៗដូចជាទម្លាប់ល្អៗហើយឈ្មោះសៀវភៅហ្នឹងគឺទម្លាប់7យ៉ាងរបស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ដោយលោក Stephen R. Covey បាទអញ្ចឹងខ្ញុំទិញរៀងយូរដែរបាទអញ្ចឹងខ្ញុំក៏យកមកអានហើយទម្លាប់របស់ខ្ញុំគឺពេលដែលកំពុងអានគឺបាទចូលចិត្ត note កន្លែងដែលជាសម្ដីពាក្យពេចន៍ដែលសំខាន់ដែលខ្លឹមដើម្បីអភិវឌ្ឍគំនិតของខ្លួនឯងជាប្រចាំអញ្ចឹងបន្ទាប់ពីអានចប់ហើយគឺខ្ញុំបើក computer ដើម្បីធ្វើការកាត់តនៅវីដេអូមួយចំនួនដែលខ្ញុំសេះសល់កាលពីម្សិលមិញបាទអញ្ចឹងគឺខ្ញុំកាត់តជាវីដេអូបាទប្រភេទវីដេអូសិស្សដែលនៅសាលាអង់គ្លេសដែលខ្ញុំជាគ្រូភាសាអង់គ្លេសហើយខ្ញុំក៏មានតួនាទីផ្នែកកាត់តដែរតែខ្ញុំបញ្ជាក់ដែរថាខ្ញុំមិនជា professional editor ទេបាទគឺខ្ញុំរៀនបន្ថែមពីរបៀបធ្វើវាបាទអញ្ចឹងគឺវាមានខុសខ្លះត្រូវខ្លះប៉ុន្តែមិនអីទេបាទហើយការរៀនកាត់តនេះគឺវាតម្រូវឲ្យយើងផ្ដោតអារម្មណ៍ខ្លាំងនិងមានភាពច្នៃប្រឌិតដោយសារតែបើយើងចេញជាវីដេអូឬកាត់វីដេអូធម្មតាសាមញ្ញយើងអត់ព្យាយាមគិតទេក៏មើលទៅវាអត់តាក់ទាញដែរហើយមួយទៀតក៏វាមិនសូវជាគួរជាទីចាប់អារម្មណ៍របស់អ្នកដែលគាត់មើលដែរអញ្ចឹងខ្ញុំដាក់កាសដើម្បីស្ដាប់សំឡេងហ្នឹងឲ្យវាលឺច្បាស់ល្អបាទកុំឲ្យមានសំឡេងរំខានផ្សេងអញ្ចឹងខ្ញុំបានកាត់តរៀងមួយស្ទុះដែរបាទអញ្ចឹងក៏បញ្ចប់ការកាត់តហ្នឹងខ្ញុំក៏ចូលទៅបាទរៀនភាសាអង់គ្លេសគឺផ្នែក listening skill បាទអញ្ចឹងគឺខ្ញុំចូលចិត្តស្ដាប់បែបលក្ខណៈជា podcast បាទដែលគេជជែកគ្នាជាភាសាអង់គ្លេសតកតងពីប្រធានបទនេះប្រធានបទនោះអញ្ចឹងទៅអញ្ចឹងការស្ដាប់ហ្នឹងគឺវាធ្វើឲ្យយើងទី1ឆាប់ចាប់បានហើយរៀនបានពាក្យច្រើនក៏ដូចជាគំនិតថ្មីជាច្រើនហើយយើងអាចដែរធ្លាប់ឮអាហ្នឹងក៏ជាការបដោះគំនិតផងយើងដែរអញ្ចឹងនៅពេលដែលខ្ញុំកំពុងស្ដាប់បដាគឺខ្ញុំយក big សភៅបាទកត់ត្រាពាក្យថ្មីល្អច្រើនហើយនេះគឺជាសកម្មភាពចុងក្រោយគឺខ្ញុំអនុវត្តនិយាយភាសាអង់គ្លេសក៏ប៉ុន្តែខ្ញុំនិយាយភាសាអង់គ្លេសអនុវត្តវាជារៀងរាល់ថ្ងៃតែគាត់ថ្ងៃសៅរ៍អញ្ចឹងភាសាទឹកអញ្ចឹងគឺខ្ញុំមានពេលច្រើនខ្ញុំអនុវត្តបាទនិយាយបានច្រើនជាងរាល់ដងអញ្ចឹងបាទនេះគឺវីដេអូមានតែប៉ុណ្្នឹងទេគឺសម្រាប់នៅចុងសប្តាហ៍ខ្ញុំបាទមកព្រឹកហ្មងបាទនេះអញ្ចឹងសូមអរគុណសម្រាប់ការទស្សនា Stay calm and look for good solutions.